នេះជាទឹកក្បាលរមៀតស្រស់ដែលខ្ញុំធ្វើទុកផឹកជារៀងរាល់ថ្ងៃនេះដែរខ្ញុំចង់ចែករំលែករបៀបធ្វើជាមួយអ្នកទាំងអស់គ្នាខ្ញុំមានក្បាលរមៀតស្រស់ចំនួន1គីឡូក្រាមបន្ទាប់មកគឺខ្ញុំយកក្បាលរមៀតស្រស់របស់ខ្ញុំនឹងយកមកចិតសំបកឲ្យវាបានស្អាតល្អបន្ទាប់ពីចិតសំបកស្អាតហើយគឺខ្ញុំបានយកវាទៅលាងទឹកហើយកាត់ជាដុំតូចៗដើម្បីស្រួលក្នុងការកិនឬក៏គៀបបន្ទាប់ពីកាត់ហើយខ្ញុំបានយករមៀតយកទៅលាងទឹកឲ្យអស់ជ័រហើយទុកវាស្រស់ទឹកហើយខ្ញុំបានយករមៀតដែលខ្ញុំបានហាន់រួចនោះគឺយកទៅស្រស់ទឹកដើម្បីឲ្យវាប្រកាសថាអស់ជ័រអញ្ចឹងហើយបន្ទាប់ពីខ្ញុំបានស្រស់រមៀតហើយគឺខ្ញុំយកទៅលាងទឹកម្សៅទៀតបន្ទាប់ពីរៀបចំរមៀតល្អហើយខ្ញុំក៏បានយកដូងក្អូបដែលខ្ញុំកោសយកសាច់នឹងយកមកកិនជាមួយទឹកដូងក្អូបបន្ទាប់ពីកិនដូងក្អូបបានម៉ត់ហើយខ្ញុំក៏បានយករមៀតដែលខ្ញុំបានស្រស់ហើយនឹងលាងទឹកឲ្យស្អាតនោះយកមកកិនជាមួយនឹងទឹកដូងហើយនឹងដូងក្អូបជាមួយគ្នាហើយថ្ងៃនេះគឺខ្ញុំយកមើមក្បាលរមៀតនេះយកមកកិនអត់ប្រើម៉ាស៊ីនគៀបទេប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាមានម៉ាស៊ីនគៀបខ្ញុំ recommend ឲ្យយកម៉ាស៊ីនគៀបយកមកប្រើព្រោះវាងាយស្រួលជាងយើងក្លុកអញ្ចឹងណាបន្ទាប់ពីក្លុកម៉ត់ហើយគឺខ្ញុំបានចាក់ទឹកក្បាលរមៀតជាមួយនឹងដូងក្អូបរបស់ខ្ញុំនឹងច្រោះយកតែទឹកយកតែទឹកទេហើយកាក់គឺខ្ញុំអត់យកទេនិយាយរួមទៅគឺយើងច្រោះយកតែទឹកទេអញ្ចឹងរឿងហត់បន្តិចបើសិនជាយើងប្រើម៉ាស៊ីនគៀបគឺវាងាយស្រួលជាងយើងច្រោះអញ្ចឹងបើបងប្អូនមានម៉ាស៊ីនគៀបខ្ញុំ suggestion ថាគួរតែប្រើម៉ាស៊ីនគៀបគឺល្អជាងបន្ទាប់ពីខ្ញុំបានច្រោះទឹករមៀតដែលខ្ញុំបានកិនរួចរាល់ហើយនឹងគឺខ្ញុំយកមកដាំនៅលើឆ្នាំងដោយប្រើភ្លើងតិចៗហើយយើងកូរវារហូតដល់តែដាច់ទឹកគឺខ្ញុំឆកូររហូតដល់ដាច់ទឹកព្រោះដោយសារបើសិនជាយើងអត់កូរទេគឺអាចនឹងខ្លោចនៅខាងបាតក្រោមនិយាយរួមទៅគឺខ្ញុំឆកូរទឹករមៀតរបស់ខ្ញុំនឹងរហូតដល់តែដាច់ទឹកឲ្យវារៀងខាប់ដាច់ទឹកទៅវារៀងខាប់ល្អហើយទឹករមៀតដែលខ្ញុំបានធ្វើនោះគឺមានពីរមួយខ្ញុំដាក់ទឹកឃ្មុំហើយមួយទៀតគឺខ្ញុំអត់ដាក់ទឹកឃ្មុំទេប៉ុន្តែទឹកឃ្មុំគឺយើងដាក់នៅពេលដែលទឹកយើងលើកទឹករមៀតនឹងឡើងមកហើយយើងទុកឲ្យរៀងត្រជាក់បន្តិចចាំយើងចាក់ទឹកឃ្មុំចូលព្រោះកុំឲ្យខូចគុណភាពទឹកឃ្មុំនេះខ្ញុំធ្វើហើយខ្ញុំដួសដាក់កន្លកែវដែលស្អាតស្ងួតល្អចំពោះរមៀត1គីឡូគឺខ្ញុំធ្វើបានប៉ុណ្នេះដែរកន្លកែវធំនេះគឺមានទឹកឃ្មុំទេហើយកន្លទូចពីនេះគឺខ្ញុំបានបន្ថែមទឹកឃ្មុំហើយនេះដែរគឺជាទឹកដោះគោទឹករមៀតក្តៅដែលខ្ញុំផឹកជារៀងរាល់យប់វាជួយដល់ការគេងលក់ស្រួលហើយក៏ជួយឲ្យស្បែកមើលទៅស្អាតភ្លឺជាងមុនដែរសូមអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូរបស់ខ្ញុំបាយបាយ